បាទចំណុចពិសេសមួយទៀតខ្ញុំសូមបញ្ជាក់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលបើកហាងបាយបើករេស្តូរ៉ង់គឺអង្គប្រណិតការរំដួលស្ដេចអង្គលេខ1នេះគឺត្រូវមែនតើបងប្អូនសម្រាប់បងប្អូនបើកហាងបាយគឺបានន័យថាបងប្អូនចំអិនសម្រាប់ឲ្យភ្ញៀវហូបគឺល្អមែនតើបានន័យបងប្អូនកំពុងតែយកស្ដេចអង្គទៅឲ្យពួកគាត់បរិភោគឈ្ងុយឆ្ងាញ់គឺគាត់ហូបបានច្រើនបានន័យគឺយើងលក់កាន់តែដាច់ម្ហូបរបស់យើងដោយសារតែអង្គរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់ហើយសូមបញ្ជាក់ម្ដងទៀតឥឡូវនេះអង្គរបស់យើងកំពុងតែចែកចាយនៅតាមហាងបាយរេស្តូរ៉ង់ហើយជាពិសេសគឺហាងរំដួលបងប្អូនស្គាល់ហាងរំដួលកំពុងតែយកប្រភេទអង្គរំដួលយើងនេះទៅចម្អិនឲ្យបងប្អូនហូបហើយបញ្ជាក់ម្ដងទៀតបងប្អូនអាចតាក់ទងមកបានសម្រាប់បងប្អូនដែលមានហាងបាយនិងរេស្តូរ៉ង់យើងមានកញ្ចប់សម្រាប់ជូនបងប្អូនកញ្ចប់ពិសេសសម្រាប់ជូនបងប្អូនដើម្បីបងប្អូនយកទៅចម្អិនអាហារលក់សម្រាប់ចម្អិននៅភោជនីយដ្ឋានផ្សេងៗបាទឥឡូវបងប្អូនយើងចូលមើលទាំងអស់គ្នាតែម្ដងខ្ញុំហែកចាក់ឲ្យបងប្អូនមើលតែម្ដងបាទណាសស្គុះតែម្ដងគ្រាប់វែងមូលស្អាតមែនតើសម្រាប់គ្រាប់អង្គផ្សេងយើងដាំបាយយើងសម័យមើលយើងហូបក្លិនឈ្ងុយក្រអូបបាទបងប្អូនមើលទាំងអស់គ្នាបាទអង្គប្រណិតការរំដួលគឺសូម្បីតែពេលនេះក៏ក្លិនឈ្ងុយដែរបងប្អូននិយាយទៅអង្គនេះគឺក្រអូបឈ្ងុយស្អិតល្មួតបានន័យថាគឺប្រភេទស្ដេចអង្គហើយបានន័យថាលេខ1ទូទាំងពិភពលោកយើងគិតមើលទៅយើងទិញទៅបរិភោគតើវាឈ្ងុយក្រអូបឆ្ងាញ់កម្រិតណាបាទអញ្ចឹងបងប្អូនចង់ដឹងគឺសាកភ្លក់ម្នាក់5គីឡូសាកមើលដឹងហើយបងប្អូនតាក់ទងមកយើងខ្ញុំបាទសូមអរគុណ